គួរតែក្រសួងគិតមើលណាថាតើវាស័ក្តិសមទេបើយើងចេញស3មកហើយនេះស្អាតស្វាងស្ងប់ចាំមើលទៅវត្តសត្រូពេញទៅវត្តមែនទេញាតិញោមមែនទេញាតិញោមចង់ដឹងទេស3ទី1ស្អាតស្អាតវត្តអារាមហ្នឹងត្រូវមានការទុកដាក់សម្រាមវិច្ចខ្ចប់សម្រាមអនាម័យខ្ពស់ធ្វើម៉េចឲ្យវត្តហ្នឹងស្អាតមានសោភ័ណភាពនឹងតែកាលណាវត្តស្អាតញាតិញោមក៏គាត់ចូលចិត្តទៅដែរហ្នឹងហើយតែវត្តក៏ក្រិចបន្ទប់ទឹកកាន់តែចូលបន្ទប់ទឹកហ្នឹងចាំទាញខ្សែដែរទាញខ្សែចងនឹងទ្វារបន្ទប់ទឹកហ្នឹងខ្លាចគេទាញអញ្ចឹងទាញខ្សែហើយជួនកាលប្រហោងទ្វារបន្ទប់ទឹកហ្នឹងយកស្បង់ចវរហ្នឹងញុកដើម្បីផ្ចិតក៏មានដែរហ្នឹងអញ្ចឹងគឺថាធ្វើម៉េចសូមឲ្យបកណាអ្នកបួសយើងនឹងចូលរួមសម្អាតបរិស្ថានហ្នឹងហើយស្របនឹងពិធីបុណ្យចូលឆ្នាំជាតិមកដល់ផងញាតិញោមទៅវត្តទៅធ្វើបុណ្យធ្វើទានបាំងស្គលអីសពគ្រប់ហើយការសិក្សារៀនសូត្រព្រះអភិធម្មហ្នឹងធ្វើឲ្យយើងស្គាល់ចិត្តល្អចិត្តមិនល្អដូចក្នុងចិត្តសឹករូបអីហ្នឹងគឺថាដូចប្រាប់មុខមាត់កិលេសក្នុងចិត្តរបស់យើងអញ្ចឹងលោភៈនឹងមុខមាត់អាម៉េចទោសៈនឹងមុខមាត់អាម៉េចមោហៈមុខមាត់អាម៉េចលក្ខណៈរបស់លោភៈទោសៈមោហៈនឹងកិលេសផ្សេងហ្នឹងគឺថាការសិក្សានឹងដូចបង្ហាញមុខមាត់របស់កិលេសហ្នឹងតែប៉ុន្តែកិលេសហ្នឹងវាងើបមកយើងដឹងថាអូអាហ្នឹងលោភៈណាវាមានលក្ខណៈជាប់ជាពាក់អូអាហ្នឹងទោសៈវាមានលក្ខណៈខឹងអាហ្នឹងវាអ៊ីសាមានលក្ខណៈចំណែនអីហ្នឹងអញ្ចឹងការសិក្សាព្រះអភិធម្មហ្នឹងវាមានលក្ខណៈសម្បត្តិគុណសម្បត្តិនឹងល្អច្រើនណាស់ហ្នឹងហើយអញ្ចឹងគឺថាទីនេះឬក៏ទីវត្តដែលមានការអប់រំមានការសិក្សាហ្នឹងគឺផ្ដល់នៅពុទ្ធិប្រាជ្ញាចំណេះដឹងធ្វើឲ្យមនុស្សចូលទៅកាន់ទីវត្តអារាមធ្វើឲ្យមនុស្សដែលមកកាន់សំណាក់វិទ្យាស្ថានសិក្សារៀនសូត្រហ្នឹងគឺភ្លឺស្វាងអញ្ចឹងសទី2ហ្នឹងស្វាងនឹងដូចជួយផ្សព្វផ្សាយរដ្ឋមន្ត្រីដែរព្រោះល្អដែរមើលទៅឃើញថាល្អហ្នឹងហើយទី3សទី3គឺស្ងប់នេះជាទិសដៅនៃពុទ្ធសាសនាដែរមែនទេញាតិញោមឬស្វាធ្យាយគ្រប់ទីកន្លែងតែរហូតនឹងថាណាត់ហេសានតេបរាំងសុខាំងពុំមានសេចក្តីសុខឯណាស្មើដោយសេចក្តីស្ងប់ឡើយណាអ្នកណាក៏ចេះដែរធនហ្នឹងប៉ុន្តែតើយើងស្ងប់ហើយនៅយើងសួរមើលយើងស្ងប់ហើយនៅទៅវត្តទៅណាមកណាហ្នឹងអារម្មណ៍ចិត្តហ្នឹងស្ងប់ហើយនៅបានអប់រំហើយនៅកាន់តែជិះឡានហ្នឹងអកុសលវិបាកនឹងខៀនប្រសាទប៉ះខ្ទប់នឹងកន្ធិអារម្មណ៍ខៀនវិញ្ញាណកើតឡើងអ្នកណាផោមក្បែរហ្នឹងយកពីខឹងមួម៉ៅចង់ទៅលូតតម្លាក់ទៅលើឡានអីជេរបចោសពបែបយ៉ាងតែស្ងប់ហើយនៅតាមពិតទាំងកុសលវិបាកទាំងអកុសលវិបាកគឺជាផលដែលឆ្អិននៃអកុសលកម្មឬកុសលកម្មដែលយើងបានធ្វើហើយមិនដែលមានផលណាដែលកើតឡើងដោយប្រះចាកហេតុទេអញ្ចឹងការទទួលបាននៅមេរៀនព្រះពុទ្ធអង្គព្រះពុទ្ធជាម្ចាស់ហ្នឹងគឺធ្វើឲ្យយើងបានអប់រំផ្លូវចិត្តហើយទទួលបាននូវសេចក្តីស្ងប់អញ្ចឹងគឺសូមឲ្យញាតិញោមបានជ្រួតជ្រាបហើយអ្វីដែលអាត្មាមើលឃើញតថភាពសង្គមសពថ្ងៃនេះអ្នកបួសយើងមួយចំនួនមិនទាំងអស់ទេអាត្មាមិនប្រើប្រាស់ពាក្យព្រះសង្ឃទេព្រោះព្រះសង្ឃយើងប្រើទៅព្រោះណានៅក្នុងសុបតិបណ្ណោហ្នឹងគឺថាលោកប្រតិបត្តិដល់ត្រង់ហ្នឹងហើយយើងប្រែថាសម្លាប់ក៏បានដែរព្រះសង្ឃអ្នកសម្លាប់សង្ឃបពបត្តិហនធាតុហ្នឹងគឺសម្លាប់កិលេសសម្លាប់តណ្ហាហ្នឹងហើយដល់ពេលយើងប្រើប្រាស់ពាក្យស្អីក៏ប្រសង់ស្អីក៏ប្រសង់យើងដូរមកជាអ្នកបួសទៅវិញអ្នកបួស
mà chẩn nuốn dương khơi ca riệp trong sẵn cạn châu chân năm và bay đi chết dương nữa anh ấy dương mơ đã riệp trong tru rốt cái trai tăng bị po ấy chân nơi nông vật ở rám sắt té úp vào con đây sạt úp vào con đầm bấy thôi pan để bạt anh đứng có cua tay có xuông kịch mờ đá thả táo về xạo xóm đấy và dân tranh so bay mò ấy nè sạch xoang ngọt cho mơ tàu vọt sạch tru bên tàu vọt mẹ này nhận đâu mẹ này anh nói ta về xạo xóm đấy và úp vào con này sạt bên vọt hay nè riệp nó mình miền nè sọc cái nam mà riệp lột nó ngay nè riệp nè bua nó dân thật thôi đầm bay tăng bị po ấy ở xa bên đây bị cua từ rồi ấy cao bị tru bị rột upakorn này xa từ với nhà nâng dầm mạch vậy cái cua từ riệp trong ti sẽ ca rạ bôi chia đầm bay bột bò ở xa từ sông pre bôi chia cà phê đầm mắc ca sô thô ở brum chật ấy ngọt ấy chùm nua màu vinh kết tha là o và sao hay nghĩa từ mơ bọn nó cô riệp đây sầm đại sang cái niệm quân cho nam mà quân buồn rồi sai muối đại dương có rộp tung chiết rồi ngày nó dân sâu tật clear vẹo muối ấy xôm bụa tèo đà ban đây vẹo pi nữa prasad xây là vẹo bay nó cứ crop vật aram ấy mơ clear nó crop vật aram lư tê xô sạp thọ ban đây miền lư đấy crop vật aram làประมาณ ngày cả một đấy bầm lư từ thùng ba lại bắt đầu mình từng ó thế là tham tha tại vật klar rồi cho ai làm tua bài đồn lột nọ xuống lột nâng cột nâng bờ lom nhẹ phong cầm đằng